បងប្អូនយើងដែលជាអ្នកខេត្តស្វាយរៀងណាពេលដែលបានឃើញវីដេអូនេះហើយកុំភ្លេច share ឲ្យ Two Sister ម្នាក់មួយផងដើម្បីលើកស្ទួយម្ហូបអាហារដែលល្បីប្រចាំស្រុកភូមិប្រចាំតំបន់ហើយ Two Sister ទៅនេះគឺទៅកន្លែងបាញ់កាញ់មន់ស្រែរបស់គាត់នឹងកំពុងម៉ែបងប្អូនមន់ស្រែទំនងមែនតើអញ្ចឹងទៅជាមួយនឹងបាកាសធ្វើដំណើរផ្លូវឆ្ងាយគឺថា Two Sister អត់ភ្លេចទេពីពេលវេលាដែល Two Sister ទៅដល់ហ្នឹងគឺថាម៉ោង1រសៀលត្រឹមតែម្ដងហើយត្រឹមតែម៉ោង1ទេគឺម៉ួយរបស់គាត់មកអង្គុយចាំមុនតែម្ដងហើយអ្វីដែលឆ្អិនមុនគេហ្នឹងគឺជាប្រភេទជើងមាន់ជ្រក់ដែលជើងមាន់គាត់យកមកដាក់នៅបាញ់កាញ់ហ្នឹងប៉ុន្តែគឺគាត់ឆ្នៃយកទៅជ្រក់ទៅគឺបានមកប្រអប់10000របស់គាត់ដែរហើយពាក់ព័ន្ធទៅនឹងការធ្វើតសៃបាញ់កាញ់ហ្នឹងដោយបែបពុកម៉ែបងប្អូនបានឃើញអញ្ចឹងនិយាយទៅគឺប្រសេះអស់ពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីធានាថាបាញ់កាញ់ហ្នឹងគឺថាធ្វើថ្មីភ្លាមមួយថ្ងៃមួយថ្ងៃអត់មានសារធាតុរក្សាទុកអីទេនិយាយទៅផលិតផលរបស់ខ្មែរយើងពុកម៉ែបងប្អូនគឺថាធម្មជាតិពិតតែម្ដងហើយសម្រាប់ទឹកបាញ់កាញ់នេះឡើងលួងតែម្ដងអាទឹកដែលស្ងោរមាន់ហ្នឹងពុកម៉ែបងប្អូននិយាយទៅគ្រាន់តែមើលក៏ជាតិដែរទម្រាំតែបានភ្លក់ទៀតមិនដឹងថាយ៉ាងណាទេហើយកតុយវីដេអូបានភ្លក់ប៉ុន្តែពេលនេះ Two Sister សូមថតសកម្មភាពឲ្យពុកម៉ែបងប្អូនបានឃើញម្ដងសម្រាប់បាញ់កាញ់មាន់ស្រែនៅទីនេះគឺថាគាត់លក់ដាច់ខ្លាំងមែនតើបើថាសាច់មាន់វិញពុកម៉ែបងប្អូនលក់មួយថ្ងៃគឺថាអស់ខ្ទង់30ក្បាលសម្រាប់មួយក្បាលហ្នឹងតម្លៃ50000ឡើងទៅរហូតដល់80000រៀលទៅតាមតូចធំអញ្ចឹងណាហើយសង្កេតឃើញពុកម៉ែបងប្អូនយើងដែលគាត់មកចាំមុនហ្នឹងគឺគាត់ហៅមាន់ញ៉ាំជ្រលក់ជាមួយនឹងអាទឹកត្រីម្ទេសរបស់គាត់មុននោះនិយាយទៅគឺថាមាន់ស្ងោរហ្នឹងជ្រលក់មួយទឹកត្រីម្ទេសរបស់គាត់ហ្នឹងឆ្ងាញ់មែនតើហើយនៅពេលដែលបាញ់កាញ់ឆ្អិនទៅគាត់ហៅបាញ់កាញ់ញ៉ាំតាមក្រោយម្យ៉ាងរបស់គេដែរពុកម៉ែបងប្អូនបាននិយាយទៅសម្រាប់ម្ហូបអាហាររបស់ខ្មែរយើងគឺថាធ្វើមកគឺទំនងមែនតើហើយនេះគឺជាម្ហូបដែលល្បីប្រចាំនៅស្វាយរៀងហើយ Two Sister ទើបតែមានឱកាសបានទៅញ៉ាំផ្ទាល់ពុកម៉ែបងប្អូនហើយពិតជាអត់ខកបំណងទេហើយធ្វើដំណើរផ្លូវឆ្ងាយ Two Sister យកបាកាសទៅជាមួយបាកាសជាផលិតផលមកពីប្រទេសកូរ៉េបង្កើតតាំងពីឆ្នាំ1963ពុកម៉ែបងប្អូនអញ្ចឹងមិនថា Two Sister ធ្វើដំណើរផ្លូវឆ្ងាយមែនប៉ុន្តែគឺថាកម្លាំងនៅពេញបឹបតែម្ដងដោយសារតែមានបាកាសជំនួយកម្លាំងណាហើយចូលមកដល់មាន់ស្រែនេះពុកម៉ែបងប្អូនអើយគឺថាខ្លាញ់ឡើងលឿងតែម្ដងហើយសម្រាប់បបរបាញ់កាញ់នេះគឺមួយចានត្រឹមតែ5000រៀលទេប៉ុន្តែបើថាយើងចង់ស្ទើសាច់ស្ទើអីណាយើងហៅមាន់មួយថែមទៅគឺល្មមតែម្ដងពេលដែលយើងទៅមួយធីម4-5នាក់អីហ្នឹងដាក់មាន់មួយទៅជាតិសាហាវតែម្ដងពុកម៉ែបងប្អូនអញ្ចឹងមិនថានៅពេលដែលយើងទៅស្រុកភូមិអ្នកស្វាយរៀងម្ដងមហូបប្រចាំតំបន់គឺអត់ខ្វះទេណាតែយើងអត់ស្គាល់តាអញ្ចឹងវគ្គញ៉ាំគឺបានចូលមកដល់ហើយដាក់បាកាសតិចទៅដើម្បីឲ្យវាសាឡាបំពង់កណាហើយចូលមកដល់បបរបាញ់កាញ់ក្តៅគឺថាមានកម្លាំងតែម្ដងបាញ់កាញ់ឥឡូវបានមកដល់នេះសំខាន់ណាស់ទឹកស៊ុបពណ៌លឿងខ្លាញ់មាន់មាន់ស្រែឥឡូវហត់ទឹកស៊ុបមួយតែឆ្ងាញ់ហ្មងមកអត់ទៅបាញ់កាញ់អានេះបានសំជាមាន់ស្រែហ្មងស្វិតល្អមែនតើគាត់ឲ្យឈប់ទៀតហើយទឹកជ្រលក់គាត់ដាក់មកចូលគ្នាហ្មងវាថាមានខ្ទឹមហើយនឹងស្លឹកខ្ទឹមទាំងនោះឡើងឈ្ងុយហ្មងណាអញ្ចឹងសម្រាប់បាញ់កាញ់នៅកន្លែងគាត់គឺចាប់ផ្ដើមបើកពីម៉ោង1រហូតដល់ម៉ោង4ល្ងាចណាពុកម៉ែបងប្អូនកុំភ្លេចទៅភ្លួហើយ Two Sister នឹងដាក់ Google Map នៅលើ caption ក៏ដូចជា comment ប្រវត្តិលក់ជាង30ឆ្នាំហើយណាបាយបាយ